លោកសានផាណានីបរដ្ឋបាលឃុំគូលែនត្បូងបានប្រើប្រាស់ត្រាក់ទ័រចំនួន2គ្រឿងចូលទៅធ្វើសកម្មភាពឈូសឆាយរឹបអូសយកដីព្រៃដោយខុសច្បាប់ក្នុងតំបន់អភិរក្សគូលែនព្រហ្មទេពថ្មីកន្លងទៅនេះក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី7ឧសភាឆ្នាំ2025ក្រសួងបរិស្ថានបានទទួលព័ត៌មានថាមានសហគមន៍តំបន់ការពារធម្មជាតិមួយចំនួនបានយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស់ផ្ទុយពីច្បាប់ដែលបានធ្វើការលក់ដូរជួលផ្ដួលរំលំឈូសឆាយរុករានទន្ទ្រានព្រៃឈើបំរើឲ្យគោលបំណងផ្សេងទៀតជាហេតុធ្វើឲ្យបាត់បង់គម្របព្រៃឈើនិងជំរកសត្វព្រៃធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិរបស់ជាតិមិនតែប៉ុណ្ណោះឯកឧត្តមបណ្ឌិតអ៊ីងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់យ៉ាងច្បាស់ថាបុគ្គលដែលចូលទៅកាន់កាប់ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិអ្នកទាំងនោះគឺជាជនល្មើសឈូសឆាយព្រៃឈើដោយខុសច្បាប់បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថានៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិដែលក្រសួងបរិស្ថានបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធកន្លងមកគឺបានដកហូតដីព្រៃជាច្រើនដែលជនល្មើសលួចកាប់ទន្ទ្រានប៉ុន្តែនៅក្នុងនោះមានជនល្មើសខ្លះត្រូវបានឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការតែនៅមានជនល្មើសមួយចំនួនបានរត់គេចខ្លួនខណៈបុគ្គលខ្លះបានចូលមកកាន់កាប់ដីព្រៃដែលបានឈូសឆាយនេះហើយបានអះអាងថាដីទាំងនេះជារបស់ពួកគេចំណុចនេះអាចនិយាយបានថាជនទាំងនេះគឺជាអ្នកឈូសឆាយដីព្រៃដោយខុសច្បាប់តែម្ដងដោយឡែកក្រសួងបរិស្ថាននឹងចាត់វិធានការចំពោះបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិដោយគ្មានការលើកលែងឡើយប៉ុន្តែទោះបីជាមានការព្រមានពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានយ៉ាងណាក៏ដោយក៏នៅតែមានជនខិលខូចមានអំណាចបុណ្យស័ក្តិមួយចំនួនមិនខ្លាចនឹងការព្រមាននេះឡើយជាក់ស្ដែងកាលពីថ្ងៃទី25ខែឧសភាឆ្នាំ2025ស្ថិតនៅទីតាំងភូមិតាកឹងស្រុកគូលែនខេត្តព្រះវិហារតំបន់អភិរក្សគូលែនព្រហ្មទេពមានលោកអនុស្នេហ៍ឯកឈ្មោះសានផាណានីប៉ុស្តិ៍រដ្ឋបាលឃុំគូលែនត្បូងបានប្រើប្រាស់គ្រឿងចាក់ប្រភេទត្រាក់ទ័រចំនួន2គ្រឿងដោយគ្មានការអនុញ្ញាតធ្វើសកម្មភាពឈូសឆាយដីព្រៃជាច្រើនហិកតានៅក្នុងតំបន់អភិរក្សគូលែនព្រហ្មទេពសកម្មភាពនេះជាផ្នែកមួយនៃការរំលោភច្បាប់អភិរក្សធនធានធម្មជាតិនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជីវៈចម្រុះក្នុងតំបន់ប្រជាពលរដ្ឋបានដឹងឮក្នុងរឿងខាងលើសូមអំពាវនាវចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនិងលោកស្នងការខេត្តព្រមទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានក៏ដូចជាអាជ្ញាធរមូលដ្ឋានមានការសហការជាបន្ទាន់ដើម្បីការពារបរិស្ថាននិងធនធានធម្មជាតិរបស់ជាតិឲ្យបានប្រសើរជានិច្ចពាក់ព័ន្ធនឹងសកម្មភាពនេះត្រូវទប់ស្កាត់មិនឲ្យមានសកម្មភាពនេះបន្តទៀតបានឡើយ